ព្រះមហាក្សត្រព្រះរាជទានព្រះរាជដំណាក់ចំនួន2ជូនរាជរដ្ឋាភិបាលកម្ពុជាទុកជាសម្បត្តិបេតិកភណ្ឌជាតិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រទានព្រះរាជសារជូនសម្ដេចអគ្គមហាសេនាបតីតេជោប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជួសជុលនៅព្រះរាជដំណាក់ចំនួន2ទុកជាសម្បត្តិបេតិកភណ្ឌជាតិក្នុងព្រះរាជសារចុះថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់មានព្រះរាជបន្ទូលថាទី1ព្រះរាជដំណាក់ទក្សិណលេខក្បាលដី245ទំហំ2843ម៉ែត្រការ៉េស្ថិតនៅភូមិ3សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញជូនទៅរាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិជួសជុលកែលម្អថែរក្សារៀបចំធ្វើជាសារមន្ទីរជាតិនិងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិជាកេរដំណែលដ៏ឧត្តុង្គឧត្តមពីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះរាជដំណាក់ទក្សិណនេះជាកន្លែងដែលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ប្រសូតទី2ក្រោយពេលដែលអស់ពីខ្ញុំទៅព្រះរាជដំណាក់ផ្កុលក្បាលដីលេខ151ទំហំ3539ម៉ែត្រការ៉េស្ថិតនៅភូមិ3សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញសូមជូនរាជរដ្ឋាភិបាលកម្ពុជាថែរក្សាធ្វើជាសារមន្ទីរជាតិនិងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិជាកេរដំណែលដ៏ឧត្តុង្គឧត្តមអំពីខ្ញុំព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៅពេលនេះត្រូវបានព្រះអម្ចាស់នរោត្តមចក្រាវុធដែលជាព្រះញាតិវង្សាមួយព្រះអង្គនិងជាព្រះប្រធានគណៈបករាជានិយមហ៊ុនស៊ិនប៉ិចសម្ដែងប្រតិយអំណរសាទរនិងបានចាត់ទុកជាព្រះរាជកាយវិការប្រកបដោយគុណតម្លៃនិងអត្ថន័យដ៏ជ្រាលជ្រៅថ្លៃថ្លាចំពោះជាតិនិងប្រជារាស្ត្រខ្មែរទាំងមូលព្រះរាជសកម្មភាពនេះបានបង្ហាញផងដែរនៅព្រះរាជហឫទ័យលះបង់ស្អាតស្អំនិងជាព្រះរាជគំរូដ៏ខ្ពង់ខ្ពស់ទៅដល់ថ្នាក់ដឹកនាំខ្មែរឲ្យមានស្មារតីការពារថែរក្សាឲ្យបានគង់វង្សនៅទ្រព្យសម្បត្តិរបស់ជាតិមានទឹកដីព្រៃព្រឹក្សាទាំងឡាយនេះជាដើមព្រះអម្ចាស់នរោត្តមចក្រាវុធក៏ជាព្រះញាតិវង្សាមួយអង្គដែលតែងតែយកព្រះរាជគំរូតាមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចតាព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋព្រះរាជបិតាស្ថាបនិករណសិរ្សហ៊ុនស៊ិនប៉ិចជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅភាពស្អាតស្អំប្រឹងប្រែងចូលរួមដោះស្រាយគិតគូរអំពីផលប្រយោជន៍ជាតិ